Dục ngạt sông trắng nơi ai prong đáy chung nôi tỏ chán hơi bạc tay đa ya đáy căn áo vút này rong bay mơ smá tay răng băng bông miên rồn thôn pro lưng đôn ta hãm bay nơi có bài sắp bạc hai tuồng rau xa tất đây cũng oi bạt bóng sông bay mùi trong an ni chia miết phum chia đuông pro lưng khăm bom rong chuyên pin chỗ đang tức đây đành nhà hài hai chi vẫn chun chiết cho trường công mi cà pia mát phum mình oi rịch rần tu slap cọt đào song lên cướp cắm phượng bắn to cỡ hăng sáng hồi trộn lông nơi tam prey phnom ta đun chất nhớ nơi tai một muông đánh buộc bạch cha to tai trên cỏ nước nhiệt mật phong nơi ai sốc ngay tai bên ní trơ bông bánh phía cất côn pro bú cài cà bia triệt giường nhớ chim rõ chó đam bay tất đây lấy căn mình nín nhìn này thay thla ôi con trai trong non cõi bàn rồi sốc san tróm lốc xuân phiệp này miết phùm khăm bom rong chuyên pin chỗ đang tức đây đành nhà hài hai chi vẫn chun chiết cho trường trống ni cà pia mát phùm mình oi rịch rần tu slap cọt đào sắm lên cướp cắm phượng bắn to cỡ hăng sáng hồi trộn lông nơi tam prey phnom tai đuông chất nhớ nơi tai một muông đánh buộc bạch cha to tai trên bò tu bay sật trơ miên công lắng khlang tai ti hàn dương chất khlang chiêng đáy sáng kỳ khní lang đôi chia khai muông cá bia tức đây oi cuống riêng tờ đánh nha đánh nha đánh nha tức đây mình bí sất mình oi nhẹ na bóng biên miệt xua bong phôn khănประเทศក្រៅប្រទេសលើកនេះគឺវគ្គទី4ហើយដែលពួកខ្ញុំទាំងអស់គ្នាបានប្រមូលផ្ដុំគ្នាចុះមកចែកនិងជូនដល់វីរៈកងទ័ពជួរមុខហើយក៏ដូចជាប្អូនវីរៈជនម្នាក់ដែលគាត់បានសង្គ្រោះកូនទាហានរស់បានជិត10នាក់មិនឲ្យពួកសៀមចាប់បាននោះក៏មកដែរចានេះហើយវីរៈជនដែលស្រាវជ្រាវតាមរយៈបងឯកឧត្តមចាឥឡូវបានឃើញគាត់ហើយក៏យកមកតោមកផ្ដល់ជូនគាត់ហើយបងប្រុសខាងនេះក៏ជាវីរៈជនដែរដែលក្នុងមួយគ្រួសារគាត់3នាក់គឺសិតតែទាហានកូនប្រុសគាត់2នាក់ស្មើជើងបងប្រុសខាងកភ្លើងធំចានៅការពារកូនពីក្រោយចាដល់អញ្ចឹងស្រាវជ្រាវឃើញអញ្ចឹងហើយក៏ពួកខ្ញុំនាំគ្នាប្រមូលផ្ដុំគ្នាចុះមកយកអំណោយមកចែកហើយអំណោយដ៏ថ្លៃថ្លាទាំងអស់នេះក៏សូមអរគុណសិល្បករសិល្បៈការនីដែលនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកមានដូចជាវីរៈសិល្បករវីរៈសិល្បការនីលោកហ៊ូសៅភ័ណ្ឌលោកស្រីឡុងស៊ីដាហៅថាអ្នកបងឡុងស៊ីដាក៏បានចាហើយនឹងបងប្រុសសងពិសិដ្ឋនិងលោកស្រីពេជ្រឆវីហើយនឹងក្រុមឆាយ៉ាំដែលដឹកនាំដោយលោកស្រីម៉ារីចាហើយនៅក្នុងនោះដែរគឺមាន
លោកឌីផាណូនិងលោកស្រីហៀងម៉ូលីណាដែលខំប្រឹងខ្នះខ្នែងយកចិត្តទុកដាក់ជាមួយនឹងឯកឧត្តមយុសបូវណ្ណៈនិងលោកជំទាវលីស៊ីថារីបានប្រមូលផ្ដុំគ្នាដល់កោះកបង្កើតជាពិធីបង្គំតន្ត្រីដើម្បីរមូលនិធិនិងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកចាបានប្រមូលផ្ដុំគ្នាទាំងអស់ដើម្បីធ្វើជាមូលនិធិរកលុយទិញសម្ភារៈនិងគ្រឿងឧបភោគបរិភោគតាមរយៈនាងខ្ញុំហើយក្នុងនោះទៀតគឺមានអ្នកអុកញ៉ាអឹងលីហេងនិងលោកជំទាវលោកស្រីប៉ែនរ៉ានីនិងលោកស្រីដិបចាន់ណែតនិងបងស្រីចាន់ដាលីសដែលនៅសហរដ្ឋអាមេរិកនឹងមានបងប្អូនជាច្រើនទៀតដែលជួយចាផ្ដល់ជាថវិកាមកដល់បងស្រីទូចខ្ញុំដែលជាម្ចាស់អំបុកដ៏ឆ្ងាញ់ឲ្យគាត់ធ្វើជាអំបុកយកមកផ្ដល់ដល់កងទ័ពជួរមុខយើងចាហើយតាំងពីគាត់ធ្វើបងប្អូនណាគាត់ប្រគល់បាន4គល់ដៅហើយគឺអំបុកគាត់ឆ្ងាញ់ខ្លាំងណាស់ហើយកងទ័ពដែលគាត់បានញ៉ាំគាត់តសើថាអំបុកនឹងឆ្ងាញ់ខ្លាំងណាស់បើបងប្អូនចង់ជំនួយដល់គាត់កុំយកអីក្រៅពីអំបុកហើយនឹងបើនិយាយទៅកុំយកមីចានឹងនិយាយត្រង់កុំយកមីគាត់ញ៉ាំទៅវាអត់សូវស្រួលសុខភាពគាត់ចាអញ្ចឹងឥឡូវហ្នឹងយកតាំងម្ចាស់អំបុកឆ្ងាញ់យកមកឲ្យបងប្អូនកងទ័ពយើងឃើញនៅប្រជាពលរដ្ឋគាត់បានញ៉ាំគាត់តសើតែឆ្ងាញ់ណាស់នោះឥឡូវយកមកឲ្យបានឃើញទៀតហើយក្នុងនោះដែរក៏មានលោកជំទាវថោងសាលីមដែលលោកបានដឹកនាំយកជាជំនួយយកជាគ្រឿងឧបភោគបរិភោគមកចែកជូនដល់វីរៈកងទ័ពជួរមុខហើយនឹងសូមអរគុណដល់លោកប្អូនមនីរ៉េតដែលលោកបានផ្ដល់មួកមួកការពារចំណាំងហើយនឹងអាវក្រោះនិយាយចំទៅគឺអាវការពារគ្រាប់នៅកន្លែងណាដែលកងទ័ពយើងខ្វះខាតគឺលោកប្អូនតែងតែផ្ដល់ទៅឲ្យគ្រប់កន្លែងទាំងអស់ហើយនឹងលោកអង្គញាហួតជាក៏បានផ្ដល់ជាសាប៊ូលាងចានហើយលោកប្អូនមនីរ៉េតក៏លោកបានផ្ដល់អាវក្រោះមួកការពារនិងសាប៊ូបោកខោអាវច្រើនណាស់តាមរយៈបងឯកឧត្តមហើយទាំងអស់ក៏សូមអរគុណដែរដល់បងឯកឧត្តមវ៉ាន់វិសាលកន្លែងណាកូនចៅគាត់ពិបាកក៏គាត់ដឹកនាំមកគាត់បកោបកាសណាមានអីខ្លះណាមានអីខ្លះហើយពួកខ្ញុំនេះក៏បកោបកាសទៅក្រៅប្រទេសអញ្ចឹងទៅអញ្ចឹងក្នុងប្រទេសក្រៅប្រទេសក៏គាត់តែងតែផ្ដល់ជាជំនួយយកមកហើយនឹងមន្ត្រីសាលាស្រុកសូនីគុំក៏លោកបានអញ្ជើញមកដែរអភិបាលរងស្រុកសូនីគុំបន្តិចទៀតឲ្យគាត់ចូលមកសំណេះសំណាលជាមួយនឹងបងប្អូនបន្តិចព្រោះថាទៅកន្លែងណាក៏ដោយគាត់ចង់ទៅដែរគាត់ថាខ្ញុំទៅដែរព្រោះគាត់ស្រឡាញ់ណាស់គឺកងទ័ពគឺជាកូនរបស់ពួកយើងទាំងអស់គ្នាបានពួកគាត់នឹងឲ្យការពារទឹកដីការពារទឹកដីការពារប្រទេសជាតិអញ្ចឹងពួកខ្ញុំទាំងអស់ខ្ញុំនៅក្រោយគឺខ្ញុំអត់គិតពីការលំបាកអីបកុកប្រកាសគ្នាអានឹងជាការស្រឡាញ់ជាការប្រមូលផ្ដុំជាការសាមគ្គីខ្មែរស្រឡាញ់ខ្មែរជួយខ្មែរហើយក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភទាំងអស់ក្នុងប្រទេសក្រៅប្រទេសគឺពួកគាត់បានទទួលហើយម៉ូតូក៏បានមកប្រគល់បន្តិចទៀតនេះសោពីខ្ញុំយកទៅវិញខ្ញុំបានប្រគល់ទៅឲ្យបងប្រុសដែលក្នុងពូជតែមួយគឺទាហាន3នាក់បងសូមជួប្រគល់ឲ្យបងជីសូមឲ្យមានសុវត្ថិភាពល្អជូនពរបងសុខភាពល្អអាយុវែងក្នុងក្រុមគ្រួសារណាបងអរគុណច្រើនដែលបងការពារប្រទេសជាតិតាំងពីក្មេងរហូតដល់បងចាស់ប៉ុណ្ណេះអរគុណហើយខាងនេះក៏វីរៈជននេះអស្ចារ្យមែនទែនជួយសង្គ្រោះកូនទាហានជិត10នាក់នេះដែលត្រូវរបួសអត់រត់ចោលកូនចៅទេអញ្ចឹងហើយបានស្រាវជ្រាវតន់តែឃើញឈ្មោះបើមិនឃើញអត់បានទេខ្ញុំស្រាវជ្រាវតន់តែឃើញឥឡូវសុំប្រគល់សោណាទីថាអត់បានសោហើយឥឡូវសូមអញ្ជើញបងអភិបាលរងស្រុកបាទក្នុងនេះអាជ្ញាធរដែនដីនិងរដ្ឋបាលស្រុកសូត្រនិគមខេត្តសៀមរាបតំណាងឲ្យវរៈកងទ័ពយើងការពារជួរមុខនៅព្រំដែនក្នុងនាមអាជ្ញាធរក៏សូមស្វាគមន៍លោកជំទាវឯកឧត្តមលោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញពំនាំគៀកូននៅសម្ភារៈ
ในการอุปถัมภ์ដល់វិរៈកងទ័ពយើងដែលឈរជើងនៅព្រំដែនតាំងពីនៅក្រៅប្រទេសតាំងពីនៅឯនាយសមុទ្រអញ្ចឹងលោកស្រីពិសេសលោកស្រីចន្ទរាទីគាត់ក៏បានប្រម៉ែប្រមូលលោកជំទាវហើយនឹងតាមរយៈការស្រាវជ្រាវអំពីវិរៈកងទ័ពយើងដែលមានចិត្តក្លាហានជួយគ្នាក្នុងគ្រាលំបាកជួយគ្នាក្នុងគ្រាពាក្យខ្មែរយើងថាគ្មានអ្វីក្រៅតែពីការយកអាសាគ្នានៅពេលដែលយើងមានអាសន្នអញ្ចឹងសមិទ្ធផលទាំងនេះថៃបត់តែមិនច្រើនបបោក៏ការចែករំលែកក្នុងរយៈពេលដែលយើងអាចប្រើប្រាស់បដោះអាសន្នក្នុងរយៈពេលខ្លីអញ្ចឹងក្នុងនាមជាថ្មីម្ដងទៀតក្នុងនាមរដ្ឋបាលស្រុកសូននិគមក្នុងនាមអាជ្ញាធរដែនដីនិងកងទ័ពយើងទាំងអស់សូមថ្លែងអំណរគុណគណៈប្រតិភូដែលបានពំនាំបាទឯកឧត្តមលោកជំទាវជាពិសេសគឺឯកឧត្តមវ៉ាន់វិសាលឯកឧត្តមជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសូននិគមហើយនឹងជាប្រធានក្រុមការងារទទួលនៅក្នុងឃុំកំពង់ឃ្លាំងមួយហើយអាដាមតែងតែគៀកោនៅមន្ត្រីរដ្ឋបាលស្រុកឲ្យមន្ត្រីរដ្ឋបាលស្រុកពួកយើងខ្ញុំនេះខិតខំរៀបចំផែនការកសាងអភិវឌ្ឍមូលដ្ឋានរៀបចំគាត់និយាយឲ្យខ្លីទៅគឺគាត់ផ្ដល់អនុសាសន៍ដឹកនាំមកពួកខ្ញុំជារឿយនៅការអភិវឌ្ឍគោលនយោបាយរបស់រដ្ឋាភិបាលដោយអ្វីដែលលោកស្រីចន្ទរាទីលោកលើកឡើងឲ្យថាវិរៈសិល្បៈពួកគាត់ដែលទាំងអស់ដែលគាត់គៀកោមកក៏គាត់ដឹងគុណហើយយកចិត្តទុកដាក់គ្រប់គ្រងនៅវិរៈកងទ័ពយើងអញ្ចឹងសង្ឃឹមថាខ្ញុំមិនមានអីវែងឆ្ងាយក៏សូមថ្លែងអំណរគុណនិងទទួលនៅបញ្ញពោថាបញ្ញពោចុះមកដល់ព្រំដែនហើយបាទពុទ្ធពោ5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភិនៈកំបីគ្លៀងគ្លៀតឡើយបាទសូមអរគុណចាលៀបសក្ការៈទាំងអស់នេះគឺដោយសារតែការខំប្រឹងប្រែងតស៊ូលះបង់ឲ្យក្លាហាននេះហើយជាលទ្ធផលដែលអស់បានគឺកូនទាហានលបួសដល់7 8នាក់ណានាក្នុងប្រទេសណានាក៏ឃើញដែរឲ្យតែនឹកឃើញឈ្មោះកូនប្រុសនេះគេស្គាល់គេឃើញទាំងអស់ចាអត់រត់ចោលមិនຕົកគ្នាចោលតែនឹងហើយដែលជាវីរៈភាពវិរៈជនដ៏ក្លាហានអង្គអាចក្លាហានបំផុតចាអញ្ចឹងហើយបានខ្ញុំស្រាវជ្រាវមានបងអេដាមហើយបងអេដាមវ៉ាន់វិសាលគាត់ខំស្រាវជ្រាវឈ្មោះថាឲ្យតែចុចទៅឈ្មោះកងទ័ពយើងណាមួយគឺគាត់ស្រាវជ្រាវយើងបានទាំងអស់ចាអញ្ចឹងជូនពរអូនយកទៅជីសុំឲ្យសុខល្អសុខចម្រើនអាយុវែងចាការពារទឹកដីបងនៅក្រោយបងខំប្រឹងប្រែងលក់ផ្អកលក់ប្រហុកដើម្បីចាលក់ផ្អកលក់ផុកខាងនោះលក់អំបុកដើម្បីប្រមូលផ្ដុំយកថវិកាទិញជាសម្ភារៈមកទៀតសូមអរគុណដល់បងអូនស្រីប្រាសាទដាវីនជាបវរកញ្ញាចក្រវាលប្រចាំឆ្នាំ2024ប្អូនបានឧបត្ថម្ភជាអង្គជាឆ្នាំមូសចាគាត់បានជួយរួមចំណែកមកជាមួយពួកយើងដែរចាគឺប្អូនស្រីប្រាសាទដាវីនជាបវរកញ្ញាបើនិយាយពីឈ្មោះប្រាសាទដាវីនស្រុកខ្មែរយើងក្នុងប្រទេសក្រៅប្រទេសណានាក៏ស្គាល់ដែរចាប្រាសាទដាវីននឹងស្អាតទាំងរូបទាំងរាងស្អាតទាំងចិត្តចាគាត់ថាអត់អីទេអ្នកមីងពេលណាអ្នកមីងត្រូវការអីទៀតចាំគាត់ជួយទៀតចាតែជួយអង្គមកនឹងបាន2តោនដែរយកមកអត់អស់នៅទៀតនឹងមានទៀតអានឹងឲ្យសម្រាប់តាក់ពួកយើងកាលណាអង្គនៅយើងមិនត្រូវបកោប្រកាសទៀតបកោប្រកាសបានទៀតយើងមិនត្រូវមកទៀតហើយក៏សូមអរគុណដល់ក្រុមហ៊ុនទឹកសុខភាពក៏បានជួយមកដែរក៏ដាក់មួយក្រុម5កេសមួយក្រុម5កេសនឹងខាងទឹកសុខភាពចាដែលចម្រាញ់ចេញពីម៉ាស៊ីនខាន់ហ្គេនចាផាសជប៉ុនហើយមួយទៀតក៏សូមអរគុណដល់ប្អូនស្រីម៉ាក់វីណាក៏បានចូលរួមជាកាហ្វេជានំអីយ៉ាងដែរគឺគាត់បានចូលរួមជាភេងកាឡាទៀតចាអរគុណហើយនៅមួយទៀតក្មួយស្រីឡនសាលីនជាម្ចាស់ក្រុមហ៊ុនប្រេងរិទ្ធបល័យខ្មៅក្មួយឥឡូវប្រេងរិទ្ធបល័យខ្មៅបានមកដល់លំវែងហើយក៏បានចែកជូនដល់វីរៈកងទ័ពយើងជួរមុខហើយมันបានគ្រប់ទេតែបានមួយចំនួនចាអញ្ចឹងអរគុណហើយក្មួយចេះផ្ញើតាំងពីសាប៊ូកក់សក់បំបត្តិស្កូវឲ្យខាងកងទ័ពយើងទៀតចាគ្រូថាគាត់អត់ពេលអញ្ចឹងមានសាប៊ូហ្នឹងដែលជួយគាត់បានចាគ្រាន់តែក្លុកអញ្ចឹងទៅយកមកច្បាច់ដាក់ចានហើយយកដៃមកលាបតែមិនមែនតិចលាបអត់ពាក់ស្រោមប្រឡាក់ដៃខ្ទេចចា
ហើយមកភ័យតទីទៅលាបទឹកចោលលាងទឹកចោលហើយប្រេងរឹតក៏យ៉ាងណាកំពុងតែល្បីពេញប្រទេសខ្មែររឿងថារឹសដងបាតក៏ប្រកែកចាំមកគាត់ផ្ញើមកគាត់ថាគីឡូមានបងប្អូនកងទ័ពដែលគាត់កើតរឹសដងបាតអីទៅឲ្យគាត់យកមកបាញ់ដាក់ដៃហើយលាបឬមានខ្ទួយមានសត្វល្អិតតិចក៏យកទៅលាបគឺបាតចាក៏សូមអរគុណដល់សប្បុរសជនទាំងអស់ដែលគាត់បានជួយនឹងសូមអរគុណច្រើនហើយក៏មានតែពេលនេះពីថ្ងៃនេះទៅមុខគឺយើងនៅតែបន្តជួយពួកគាត់ដោយខ្ញុំបាននិយាយម្ដងហើយម្ដងទៀតថាកុំទុកពួកគាត់ចោលត្រូវតែផ្ដល់ភាពកក់ក្ដៅនិងក្តីស្រឡាញ់ឲ្យពេញបេះដូងចាសូមផ្ដល់ក្តីស្រឡាញ់ពួកយើងនឹងប្រមូលផ្ដុំគ្នាបន្តមកទៀតចាសូមអរគុណ សាមគ្គីគ្នាឡើងដូចជាខែមុំការពារទឹកដីឲ្យគង់រៀង